ព័ត៌មានទាន់ហេតុការណ៍បងប្អូននៅថ្ងៃទី25 ខែ 5 ឆ្នាំ 2025 នេះរុស្ស៊ីបានបើកការវាយប្រហារទៅលើអ៊ុយក្រែនដែលបានសម្លាប់មនុស្សរហូតដល់13នាក់បងប្អូនការប្រើប្រាស់នូវដ្រូនដែលគ្មានមនុស្សបានចំនួន298គ្រឿងបានវាយប្រហារទៅលើអ៊ុយក្រែនដូច្នេះតម្លៃមាសនឹងមានការប្រែប្រួលខ្លាំងនៅក្នុងថ្ងៃច័ន្ទបងប្អូនប៉ុន្តែពីចាំកាលណាតែមានសង្គ្រាមតម្លៃមាសនឹងមានការកើនឡើងចូលបងប្អូនឲ្យរងចាំមើលទៅថ្ងៃច័ន្ទតម្លៃមាសកើនឡើងឬក៏យ៉ាងណាជាពិសេសការពីថ្ងៃសុក្រដោយបងប្អូនបានដឹងចឹងតម្លៃមាសបានកើនឡើងបន្ទាប់ពីលោកដូណាល់ត្រាំបានធ្វើការគម្រាមដាក់ពន្ធ 50% ទៅលើសហគមន៍អឺរ៉ុបដោយជាបងប្អូនបានដឹងសហគមន៍អឺរ៉ុបមិនមែនមួយឬក៏ពីរប្រទេសនោះទេគឺមានរហូតដល់27ប្រទេសបងប្អូនហើយការពីមុនគឺមាន28បន្ទាប់ពីអង់គ្លេសបានធ្វើការដកខ្លួនចេញគឺនៅសល់តែ27ប្រទេសប៉ុន្តែអញ្ចឹងតម្លៃមាននឹងការប្រែប្រួលខ្លាំងដោយបង្ហាញពីសង្គ្រាមពាណិជ្ជកម្មពិភពលោកអញ្ចឹងបងប្អូនក៏ដឹងដែរថាសហគមន៍អឺរ៉ុបគឺមានដូចជាបារាំងអ៊ីតាលីអូស្ត្រាលីអញ្ចឹងទៅបងប្អូនអញ្ចឹងសុទ្ធតែប្រទេសដែលមានសេដ្ឋកិច្ចល្អខ្លាំងមែនតើអញ្ចឹងបើសិនជាត្រាំធ្វើការសម្រេចចិត្តដាក់ពន្ធពិតមែននោះតម្លៃមាននឹងអាចកើនឡើងដូចជាការព្យាករណ៍អាចដល់តំបន់$3,500ក្នុងមួយអោននិង$3,700ក្នុងមួយអោនបងប្អូនអញ្ចឹងតម្លៃមាសដូចជាការព្យាករណ៍គេអញ្ចឹងថាចុងឆ្នាំអាចឡើងដល់តំបន់ហ្នឹងអញ្ចឹងតើតម្លៃមាសកើនឡើងឬក៏យ៉ាងណាបងប្អូនអាចតាមដានទាំងអស់គ្នាជាពិសេសបងប្អូនដែលចង់បានព័ត៌មាន breaking news ផ្សេងព័ត៌មានទាន់ហេតុការណ៍នេះបងប្អូនអាចធ្វើការទំនាក់ទំនងមកកាន់នាងខ្ញុំបានសម្រាប់ការចូលនៅក្នុងក្រុម VIP សម្រាប់ការបើកគណនីជូនបងប្អូនដោយឥតគិតថ្លៃផងដែរហើយសម្រាប់បងប្អូនដែលចង់រកស៊ីកក់ហាងឈីមីតាមប្រព័ន្ធធនាគារ$10000ក៏បាន3គីឡូមាសហើយក៏បានគ្រប់ពេលវេលាព្រោះថ្ងៃយប់គឺយើងអាចតែងយកផលចំណេញនៃការព័ត៌មានថ្មីដែលអាប់ដេតជូនបងប្អូនជានិច្ចហើយសម្រាប់បងប្អូនដែលចង់បើកគណនីអាចធ្វើការទំនាក់ទំនងមកកាន់នាងខ្ញុំបានលឹមសៀវមីតាមរយៈ link Telegram និងលេខទូរស័ព្ទខាងលើហើយសម្រាប់បងប្អូនដែលចង់មកទីតាំងធនាគារតក៏បានសម្រាប់ការរៀនកក់ហាងឈីមីតាមប្រព័ន្ធធនាគារហើយបងប្អូននៅខេត្តអាចធ្វើការសិក្សាតាមអនឡាញយើងមានវីដេអូរំអិតប្រាប់បងប្អូនពីការកក់ហាងឈីមីហើយការបើកគណនីជូនបងប្អូនផងដែរ